ប្រទេសចំនួន75ត្រូវបានសហរដ្ឋអាមេរិកផ្ដល់ដំណើរការវីសាសម្រាប់ប្រជាជនណាឬក៏ជនអន្តោប្រវេសន៍ដែលចង់ធ្វើការផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិកដែលប្រតិបត្តិការនឹងគឺនឹងត្រូវធ្វើឡើងក៏ដូចជាមានប្រសិទ្ធភាពចាប់ពីថ្ងៃទី21ខែមករាខាងមុខនឹងតទៅអញ្ចឹងកាលពីថ្ងៃទី14ខាង Department of State របស់សហរដ្ឋអាមេរិកគឺបានធ្វើការចេញប្រកាសដែលធ្វើការផ្អាកវីសាចំនួនប្រទេស75នេះឯងចំពោះប្រទេសណាដែលត្រូវជាប់ឈ្មោះនៅក្នុងលីហ្នឹងគឺបានន័យថាប្រជាជននៅក្នុងប្រទេសមួយហ្នឹងគឺអត់អាចធ្វើការផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនឯងហ្នឹងទៅរស់នៅសហរដ្ឋអាមេរិកបានទេនៅក្នុងកំឡុងពេលដែលមានការផ្អាកកើតឡើងហ្នឹងប៉ុន្តែបើសិនជាចំពោះអ្នកដែលចង់ទៅដើរលេងឬក៏ទៅធ្វើ short term អីគឺអត់មានបញ្ហាអីទេគឺអ្នកអាចទៅមកសហរដ្ឋអាមេរិកបានធម្មតាអញ្ចឹងណាប៉ុន្តែបើសិនជាតទៅមុខទៀតមានការផ្លាស់ប្ដូរយ៉ាងណាអាហ្នឹងក៏អត់ដឹងដូចគ្នាហើយក្នុងចំណោមប្រទេស75ហ្នឹងក៏មានប្រទេសកម្ពុជាយើងមួយក្នុងហ្នឹងផងដែរអញ្ចឹងដោយសារតែវាមានច្រើនពេកខ្ញុំមិនអាចរៀបរាប់ប្រទេសទាំងអស់បានទេប៉ុន្តែខ្ញុំរៀបរាប់ទៅជាទ្វីបវិញដោយទី1គឺទ្វីបអាមេរិកផ្ទាល់នឹងតែម្ដងដែលត្រូវបានផ្អាកចំនួន17ប្រទេសទី2គឺទ្វីបអឺរ៉ុបត្រូវបានផ្អាកចំនួន7ប្រទេសទី3គឺជា Asia Pacific ផ្អាកចំនួន25ប្រទេសហើយនឹងទី4គឺជាទ្វីបអាហ្វ្រិកដែលត្រូវបានផ្អាកចំនួន26ប្រទេសហើយចំពោះហេតុផលនៅពីក្រោយការផ្អាកមួយហ្នឹងដោយសារតែសហរដ្ឋអាមេរិកគឺគេបានវិភាគឃើញថាសក្តានុពលនៃជនអន្តោប្រវេសន៍ដែលបានធ្វើការផ្លាស់ប្ដូរមកកាន់សហរដ្ឋអាមេរិកហ្នឹងមានចំនួនច្រើនខ្លាំងពេកអញ្ចឹងបើសិនជាបន្តបើកឲ្យមានជនអន្តោប្រវេសន៍ចូលមកទៀតគឺវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅកាន់ផ្នែកហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិកអូខេអញ្ចឹងបើសិនជាចូលនិយាយសហរដ្ឋអាមេរិកហើយគឺខ្ញុំសូមភ្ជាប់សេចក្តីប្រព័ន្ធជាមួយនឹងព័ត៌មានរបស់ Donald Trump បន្តិចទៀតទៅដោយសារតែការពីវីដេអូមុនដែលខ្ញុំនិយាយអំពីការវិនិច្ឆ័យទៅលើពន្ធរបស់ Trump ហ្នឹងដែលត្រូវបានពជាពេលរហូតដល់ថ្ងៃទី14ប៉ុន្តែក្រោយពីដល់ថ្ងៃទី14ហ្នឹងខាងតុលាការកំពូលហ្នឹងក៏ត្រូវពជាពេលបន្តទៀតផងដែរដែលពជាពេលលើកនេះគឺរៀងយូរគួរសមរហូតដល់ខែមិថុនានោះអូខេអញ្ចឹងព័ត៌មានហ្នឹងគឺមានតែប៉ុណ្្នឹងទេយើងចាំមើលបន្តទៀតថានឹងមាននឹងអីកើតឡើងក្រុមគណៈអាចារ្យនឹងយកមកចែកជូនដល់អ្នកគ្នាបន្តទៀតអញ្ចឹងសម្រាប់អ្នកដែលអត់មានគណនី OKX អាចធ្វើការ register តាម link ដែលខ្ញុំបានដាក់នៅខាងក្រោមបានដើម្បីចូលរួមលេងទទួលបាន reward ពី OKX ក៏ដូចជាទទួលបានជាមួយនឹងគ្រប់ signal VIP free ផងដែរពីខាងអាចារ្យរបស់យើងដែល hit TP យើងច្រើនគួរសមដែរហ្នឹងហើយបើសិនជាមើលវីដេអូនេះពី Facebook page កុំភ្លេចចូលទៅជួយ follow TikTok អាចារ្យមួយផង